ចានេះខ្ញុំយ៉ាងសភាសូមជម្រាបសួរនិងសូមស្វាគមន៍ទស្សនិកជនដែលកំពុងតែទស្សនាទូរទស្សន៍ CNC សូមស្វាគមន៍មកកាន់កិច្ចពិភាក្សាពិសេសដែលទស្សនិកជនដឹងហើយថាកិច្ចពិភាក្សាពិសេសជាកម្មវិធីសំខាន់មួយរបស់យើងដែលជាកិច្ចពិភាក្សាយើងតែអញ្ជើញវាគ្មិនដែលជាអ្នកជំនាញមកពិភាក្សាទៅលើប្រធានបទសំខាន់ដែលតាក់ទងទៅនឹងប្រទេសកម្ពុជាក៏ដូចជានៅក្រៅប្រទេសនៅថ្ងៃនេះគឺជាប្រធានបទមួយដែលតាក់ទងទៅនឹងមហាអំណាចសេដ្ឋកិច្ចធំពីរលើពិភពលោកនិងប្រទេសកម្ពុជាផងដែរប្រធានបទរបស់យើងនៅថ្ងៃនេះគឺនិយាយអំពីចំនួនពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកយើងបានអញ្ជើញវាគ្មិនចំនួន2រូបសូមស្វាគមន៍លោកសាស្ត្រាចារ្យឡុងបូរិនដែលជាអ្នកជំនាញសេដ្ឋកិច្ចចាជំរាបសួរនិងលោកអានចន្ទឡាដែលជាផលិតករព័ត៌មានសេដ្ឋកិច្ចរបស់ទូត CNC ចាសូមអរគុណវាគ្មិនដែលចំណាយពេលនៅក្នុងកម្មវិធីតុកមូរបស់យើងប្រជាជនខ្មែរយើងបានតាមដានដឹងខ្លះតាក់ទងទៅនឹងភាពតានតឹងឬក៏យើងនិយាយជាពាក្យសាមញ្ញថាចំនួនពាណិជ្ជកម្មថ្មីនេះរវាងអាមេរិកនិងចិនហើយយើងឃើញថាហាក់ដូចជាតានតឹងទៅដោយសារតែមានការសងសឹកគ្នាទៅលើការដាក់ពន្ធនាងខ្ញុំចង់ដឹងបន្តិចចង់ដឹងថាតើភាពតានតឹងនេះចំពោះលោកឡុងបូរិនមើលឃើញថាវានឹងអាចคล้ายទៅជាសង្គ្រាមពាណិជ្ជកម្មដែរឬទេឬក៏មិនទេចា៎បាទនេះគឺជាព្រឹត្តិការណ៍សំខាន់ហើយនៅក្នុងប្រមាណឆ្នាំកន្លងមកនេះគឺយើងឃើញប្រទេសចិនមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចលឿនរហូតដល់មានការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកដែលជាបងធំទី1អញ្ចឹងនៅក្នុងកំឡុងពេលឥឡូវកំពុងតែប្រទៀងបន្ទងគ្នានឹងទទួលស្គាល់ការពិតណាគេជាបងធំទី1ឬក៏ទី2ចា៎ហើយនេះត្រូវតែមានការចរចាហើយការចរចាតតែមានការដាក់សម្ពាធបានបើមានប្រសិទ្ធភាពអញ្ចឹងគាត់ឥឡូវប្រកាសជាមានការដាក់ពន្ធទៅតាមរៀងខ្លួនដើម្បីចរចាទៅដល់ចំណុចមួយដែលអាចជាយុទ្ធសាស្ត្រឈ្នះទាំងសងខាងអញ្ចឹងឥឡូវគាត់កំពុងតែរាវរកដំណោះស្រាយអញ្ចឹងមានការដាក់សម្ពាធហើយការដាក់សម្ពាធទាំងអស់ហ្នឹងគឺយើងមិនគិតថាជាសង្គ្រាមផ្នែកសេដ្ឋកិច្ចទេប៉ុន្តែយើងគិតថាជាការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចវិញបាទចាលោកឡុងបូរិនប្រើពាក្យថាជាការប្រកួតប្រជែងហេតុអ្វីចាពីព្រោះយើងមើលអត្តចរិតពីលោក Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកគាត់ជាពាណិជ្ជករអញ្ចឹងបើសិនជាយើងមើលគោលនយោបាយលោក Obama មិនសូវជាតង្កិចខ្លាំងជាមួយចិនហ្មងទេប៉ុន្តែដោយសារតែលោក Trump គាត់មានអត្តចរិតជាពាណិជ្ជករស្រាប់អញ្ចឹងហើយចិនគឺមានហ្សែនជាពាណិជ្ជករស្រាប់តែម្ដងអញ្ចឹងវាតែមានការប៉ះតង្កិចខ្លាំងហើយបើសិនជាលក្ខណៈថាអត្តចរិតដូចគ្នាពាណិជ្ជកម្មដូចគ្នាអញ្ចឹងគាត់ចង់បានចំណេញដូចគ្នាអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងខ្ញុំគិតថាជារឿងធម្មតាដែលទាំងអស់ភាគីទាំងសងខាងហ្នឹងកំពុងតែជជែកគ្នាក្នុងរូបភាពផ្សេងទៅចែកគ្នាក្នុងរូបភាពដាក់សម្ពាធអីផ្សេងដើម្បីរកជាគោលនយោបាយជាដំណោះស្រាយមួយរួមបាទចាលោកឡុងបូរិនដែលជាអ្នកជំនាញសេដ្ឋកិច្ចគាត់មើលឃើញថានេះគឺជាការប្រកួតប្រជែងដើម្បីបង្ហាញសាច់ដុំផងថាអ្នកណាជាអ្នកខ្លាំងហើយនឹងរកដំណោះស្រាយចុះលោកចន្ទថ្លាវិញដែលជាលោកចន្ទថ្លាបានតាមដានព្រឹត្តិការណ៍នេះហើយគឺថាជាអ្នកកាសែតផ្នែកសេដ្ឋកិច្ចមួយរូបដែរហើយជាអ្នកផលិតកម្មវិធីសេដ្ឋកិច្ចរបស់យើងរបស់ទូយើងផ្ទាល់លោកចន្ទថ្លាមើលឃើញដំណើរទៅនៃការវិវត្តនៃចំនួននេះយ៉ាងដូចម្ដេចដែរចាគិតទៅចំនួនតាមពិតមិនមែនន័យថាតានតឹងរហូតអត់មានពេលដែលធូរស្រាលទេប្រហែលខែមុនថ្មីនេះគឺបង្ហាញពីសញ្ញាវិជ្ជមានរវាងចិននិងសហរដ្ឋអាមេរិកថានឹងត្រូវសម្របសម្រួលគ្នាធ្វើម៉េចកុំឲ្យការប្រកួតប្រជែងហ្នឹងឈានដល់ដំណាក់កាលហៅថាសង្គ្រាមពាណិជ្ជកម្មតែប៉ុន្តែឥឡូវមិនទាន់ខ្លាយជាសង្គ្រាមពាណិជ្ជកម្មដែលយើងនិយាយភាសាអង់គ្លេសហៅ trade war ទេក៏ប៉ុន្តែនៅស្ថិតនៅក្នុងការគេហៅថាការតតាំងគ្នាទៅវិញទៅមកហើយរបៀបនៃការតតាំងដោយដែលសេចក្តីរាយការណ៍ដោយដែលព័ត៌មានបានផ្សាយជាញឹកញាប់មកហ្នឹងគឺដាក់តម្លើងពន្ធនាំចូលនៃទំនិញបណ្ដាប្រទេសដៃគូរៀងខ្លួនមានន័យថាដំបូងឡើយសហរដ្ឋអាមេរិកចាប់ផ្ដើមតម្លើងពន្ធទៅលើដែកថែបនឹងអាលុយញោមចិនដែកថែប 25% អាលុយញោម 10% ដែលនាំពីចិនទៅសហរដ្ឋអាមេរិកដល់ជាការឆ្លើយតបចិនថានៅពេលដែលធ្វើបែបហ្នឹងធ្វើប៉ះពាល់ឧស្សាហកម្មដែកថែបនិងអាលុយញោមរបស់ចិនអញ្ចឹងចិនចាប់ផ្ដើមតម្លើងទៅលើពន្ធទំនិញ128ប្រភេទរបស់សហរដ្ឋអាមេរិកហ្នឹងដែលមួយចំនួនពាក់ព័ន្ធនឹងទំនិញសម្រាប់ហូបចុកនិងទំនិញឧស្សាហកម្មដូចជាសណ្ដែកសៀងដូចជាសាច់មាន់សាច់គោដូចជាសាច់ជ្រូកនិងផលិតផលក្របធញ្ញជាតិផ្សេងទៀតព្រោះថាទីផ្សារចិនធំជាង 1400 លាននាក់អញ្ចឹងនៅពេលដែលដាក់ប៉ះទៅដល់ខាងផ្នែកផលិតរបស់អាមេរិកដល់អាមេរិកត្រូវរិះរោចដំឡើងពន្ធទៅលើប្រភេទទំនិញចិនរាប់រយប្រភេទបន្ថែមទៀតដើម្បីធ្វើយ៉ាងម៉េចទប់
ខឹងអ្វីដែលចិនកំពុងតែដាក់ទៅលើអាមេរិកទៅលើផលិតផលអាមេរិកហើយប៉ះហើយគឺចិនបានក្រៅពីផលិតផលកសិកម្មមានឧស្សាហកម្មមានដូចជាពាក់ព័ន្ធរថយន្តមានដូចជាខាងក្រុមហ៊ុនផលិតនឹងលក់យន្តហោះ Boeing ហើយមានដាក់ជាពិសេសគឺពាក់ព័ន្ធនឹងគេហៅសំបីថារឿង Hollywood ថ្លៃសម្បត្តិទស្សនានៅប្រទេសចិនហ្នឹងក៏ចិនក្រងនឹងដំឡើងតែដំឡើងធ្វើឲ្យប៉ះទៅដល់តម្រូវការទីផ្សារហើយមានដូចជាហាងកាហ្វេ Starbucks ដែលល្បីរបស់សហរដ្ឋអាមេរិកហ្នឹងក៏កំពុងតែចិនចាប់អារម្មណ៍ចាប់ផ្ដើមដែលទទួលបានការគ្រប់គ្រងនៅប្រទេសចិនចាប់ផ្ដើមមើលឃើញអំពីការដាក់ពំនាបទៅលើអាជីវកម្មនឹងដែរចាអញ្ចឹងលោកអានចន្ទស្លាមើលឃើញថាចិនដូចជាសងសឹកអាមេរិកខ្លាំងណាស់ចុះលោកឡុងបរិនមើលឃើញថាតើភាគីណាទៅដែលទទួលផលចំណេញឬក៏វាជាការខាត់បងទាំងអស់គ្នាឬក៏យើងអាចនិយាយបានថាជាយុទ្ធសាស្ត្រអ្វីមួយដើម្បីប្រកួតប្រជែងយកឈ្នះចាបាទខ្ញុំជឿជាក់ថាកំឡុងពេលនេះគឺភាគីទាំងសងខាងប្រកាសជាដឹងថាចំនួនផ្នែកសេដ្ឋកិច្ចនេះគឺនឹងជះឥទ្ធិពលទៅដល់សងខាងអញ្ចឹងជាយុទ្ធសាស្ត្រចាញ់អញ្ចឹងបើសិនជានៅបន្តទៀតអាមេរិកក៏មានការខាត់បងច្រើនចិនក៏មានការខាត់បងច្រើនអ្នកដែលចំណេញគឺអ្នកដែលឈរមើលដូចជាសហភាពសូវៀតសហគមន៍អឺរ៉ុបអ្នកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាមកំពុងតែឈរមើលជាពិសេសនៅផ្នែកអឺរ៉ុបវិញក៏ដូចជាមានដូចជាប្រទេសអាល្លឺម៉ង់អង់គ្លេសនិងបារាំងកំពុងតែឈរមើលកំពុងតែឆក់មើលឱកាសណាដែលអាចចំណេញពីការចំនួននឹងបានអញ្ចឹងការចរចាផ្នែកសេដ្ឋកិច្ចនឹងសហរដ្ឋអាមេរិកនិងចិននេះគឺជាពេលបណ្ដោះអាសន្ននេះខ្ញុំអត់ជឿជាក់ថាគាត់នឹងនៅបន្តរយៈពេលយូរទេរហូតដល់គាត់ចេញដំណោះស្រាយមួយដែលអាចទទួលយកបានក្នុងពេលឥឡូវប្រហែលជាមានដំណោះស្រាយប៉ុន្តែទទួលយកអត់បានប៉ុន្តែពេលវេលាទៅមុខទៅជាតែខាតបងច្រើនទៅទទួលយកបានហើយដំណោះស្រាយដែលធ្លាប់លើកឡើងមកនឹងបាទនាងខ្ញុំចង់ដឹងថាយើងលើកប្រធានបទនេះឡើងយើងក៏ចង់ដឹងដែរថាកម្ពុជានឹងមានផលប៉ះពាល់ទទួលផលប៉ះពាល់អ្វីខ្លះពីចំនួននេះដោយសារតែយើងដឹងហើយឃើញនៅក្នុងប្រទេសកម្ពុជាអ្នកវិនិយោគិនចិនមកច្រើនណាស់ហើយស្ទើរតែគ្រប់វិស័យហើយកម្ពុជាក៏នាំចេញពឹងផ្អែកទៅលើការនាំចេញសម្ភារបំពាក់ហើយនឹងស្បែកជើងជាដើមគេហៅថាផលិតផលវិញ្ញាណភ័ណ្ឌទៅអាមេរិកផងដែរចង់ដឹងថាតើវាមានការជះឥទ្ធិពលអ្វីខ្លះទេឬមិនមានទេសម្រាប់កម្ពុជាយើងនៅក្នុងក្របខ័ណ្ឌមួយយើងត្រូវតែគិតថាយើងត្រូវតែរស់បានដោយខ្លួនឯងមានភាពឯករាជ្យផ្នែកសេដ្ឋកិច្ចដោយរស់បានដោយខ្លួនឯងឧទាហរណ៍ដូចជាប្រទេសសិង្ហបុរីដែលពេលដែលមានការឥទ្ធិពលរបស់ប្រទេសអាមេរិកនិងចិនដូចគ្នាក៏គាត់អត់សូវខ្វល់ហ្មងដោយសារគាត់រស់បានដោយខ្លួនឯងអញ្ចឹងនេះគឺជានិន្នាការដែលយើងកំពុងតែធ្វើទោះបីជាមានការវិនិយោគមកពីប្រទេសចិនច្រើននិងការនាំចូលភាគច្រើនមកពីប្រទេសចិនជាង 30% ហើយបើសិនជានាំចេញទៅអាមេរិកវិញទេជាង 20% ហើយនឹងសហគមន៍អឺរ៉ុប 20% ជាងទៀតបូកចូលគ្នាហ្នឹងអញ្ចឹងអ្វីដែលយើងកំពុងតែធ្វើសពថ្ងៃគឺយើងព្យាយាមធ្វើម៉េចរស់បានដោយខ្លួនឯងនិងការពារការជះឥទ្ធិពលមិនល្អពីប្រទេសចិនអញ្ចឹងនៅក្នុងកំឡុងពេលនេះឧទាហរណ៍ថាសហរដ្ឋអាមេរិកនិងប្រទេសចិនមានការដាក់គម្លាតលើពន្ធរៀងខ្លួនអាមេរិកអត់ចង់ឲ្យចិននាំចូលដែកក្នុងតម្លៃថោកទេអញ្ចឹងគាត់ដំឡើងពន្ធអញ្ចឹងដូចជាប្រទេសចិនគាត់ឆក់យកឱកាសហ្នឹងវិនិយោគទៅលើប្រទេសកម្ពុជាដូចជាសង់រោងចក្រតម្លៃជាង$30 លាននៅកំពង់ស្ពឺរោងចក្រផលិតដែកនេះគឺជានិន្នាការនិងជាឱកាសល្អសម្រាប់ប្រទេសកម្ពុជាដែលឆក់យកឱកាសទី2គឺតម្លៃប្រទេសកម្ពុជាគឺដូចជាអតិថិជនមួយសម្រាប់សហរដ្ឋអាមេរិកនិងប្រទេសចិនពីរអ្នកហ្នឹងប្រកួតប្រជែងគ្នារឿងលក់តម្លៃលក់សេវាកម្មអីផ្សេងអញ្ចឹងកាលណាប្រកួតប្រជែងគ្នាតម្លៃចុះថោកអញ្ចឹងអ្នកដែលចំណេញគឺអតិថិជនគឺយើងអញ្ចឹងនៅក្នុងកំឡុងពេលបណ្ដោះអាសន្នហ្នឹងដែលគេប្រកួតប្រជែងគ្នាគឺយើងត្រូវឆក់យកឱកាសពីការវិនិយោគដើម្បីកេងចំណេញយើងរស់បានសេដ្ឋកិច្ចដោយភាពរុងរឿងនៅពេលអនាគតផងដែរបាទចាអរគុណលោកចន្ទថាមានអ្វីបន្ថែមទេត្រង់ចំណុចនេះតាមពិតឥទ្ធិពលនៃចំនួនពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកបើកាលណាឧបមាថាคล้ายមិនតាន់คล้ายជាសង្គ្រាមទេគ្រាន់តែស្ថិតនៅក្នុងការវាយគ្នាទៅវិញទៅមកនៅឧបមាថាបើសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះនឹងជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានទៅដល់បណ្ដាប្រទេសផ្សេងឧទាហរណ៍ប្រទេសនៅក្នុងតំបន់នៅពេលដែលចិនទំនិញរបស់ចិនដែលដែលផែនការក្រងនឹងនាំចេញទៅលក់ទីផ្សារសហរដ្ឋអាមេរិកហើយត្រូវបង្កើនពន្ធអត់អាចចូលបានអញ្ចឹងចិនចង់មិនចង់ចិនមិនអាចកាត់បន្ថយភ្លាមសង្វាក់ផលិតកម្មរបស់ខ្លួនទេចិនត្រូវតែក្នុងពេលបណ្ដោះអាសន្នចិនត្រូវតែស្វែងរកមើលទីផ្សារនៅក្នុងតំបន់ណាដែលទំនិញដែលសល់ពីការនាំចេញទៅសហរដ្ឋអាមេរិកហ្នឹងត្រូវនាំចេញនៅពេលនោះផលិតផលប្រទេសដែលផលិតទំនិញដូចចិននឹងជួបផលប៉ះពាល់អវិជ្ជមាន
ប្រកួតប្រជែងជាមួយតម្លៃទំនិញចិននឹងហូរចូលមកនៅក្នុងបណ្ដាប្រទេសផ្សេងទៀតក្នុងអាស៊ីបណ្ដាប្រទេសផ្សេងទៀតក្នុងអាស៊ានហើយបាទទំនិញដូចគ្នានឹងប្រកួតប្រជែងជាមួយទំនិញចិនហើយនឹងដាក់សម្ពាធហើយតាមរយៈនេះថៃក៏មានការបារម្ភអំពីទំនិញដែលចិនផលិតនិងថៃផលិតនៅពេលដែលបង្វែរទីផ្សារពីទីផ្សារសហរដ្ឋអាមេរិកមកក្នុងតំបន់អាស៊ានឬតំបន់អាស៊ីដែលជាទីផ្សារថៃផងនោះធ្វើឲ្យមានការប្រកួតប្រជែងនិងប៉ះទៅដល់ពាណិជ្ជកម្មរបស់ថៃប៉ុន្តែពេលជាមួយគ្នាក៏ថៃទទួលបានផលប្រយោជន៍អំពីរឿងនេះឧទាហរណ៍ថានៅពេលដែលចិននិងអាមេរិកប្រកួតប្រជែងគ្នាដោយអ្វីដែលលោកសាស្ត្រាចារ្យឡុងបូរិនបានលើកឡើងអញ្ចឹងនៅពេលដែលទំនិញដែលចិននាំទៅអាមេរិកមួយចំនួនអត់បាននោះទំនិញហ្នឹងនឹងនៅពេលដែលចូលទីផ្សារអត់បាននឹងតម្លៃនឹងធ្លាក់ហើយអញ្ចឹងការនាំចូលគឺទទួលបានទំនិញដែលធូរថ្លៃជាងមុនតម្លៃទាបជាងមុនដល់តម្លៃទាបជាងមុនគឺឱកាសនៃការនាំចូលក្នុងបរិមាណច្រើនបំរើតាមសេចក្តីត្រូវការបានសមស្របហើយតម្លៃនៃការផលិតតម្លៃផលិតកម្មនៃការផលិតផលហ្នឹងគឺទាបតាមនឹងធ្វើឲ្យទំនិញដែលផលិតបាននឹងមានភាពប្រកួតប្រជែងនេះគឺជាចំណុចវិជ្ជមានហើយសម្រាប់ប្រទេសដូចជាកោះតៃវ៉ាន់ដូចជាកូរ៉េផ្សេងដែលពាក់ព័ន្ធនឹងការផលិតmicrochip ដែលចិននាំពីសហរដ្ឋអាមេរិកនៅពេលដែលជួបបញ្ហាតម្លើងពន្ធទៅអាទំនិញទាំងអស់ហ្នឹងអត់មកពីអាមេរិកលំហូរទៅចិនទេអញ្ចឹងជាឱកាសរបស់កូរ៉េកោះតៃវ៉ាន់ផ្សេងហ្នឹងអាទំនិញដែលអាមេរិកចូលបានចិនចាប់ផ្ដើមហាមឃាត់គេមានថាមិនហាមឃាត់តម្លើងទំនិញដឹងថាទំនិញហ្នឹងมันអាចចូលបានទូលំទូលាយទេប៉ុន្តែប្រកាសជាខ្វះសេចក្តីត្រូវការខាងក្នុងប្រទេសខ្វះអញ្ចឹងត្រូវនាំចូលពីបណ្ដាប្រទេសផ្សេងទៀតអញ្ចឹងវាផ្ដល់ផលចំណេញដល់បណ្ដាប្រទេសទាំងអស់នោះទៅវិញបាទអញ្ចឹងមើលឃើញថាមើលទៅវាគ្មិនហាក់ដូចជាយល់ស្របគ្នាត្រង់ថាមើលទៅចំណេញទៅដល់ប្រទេសផ្សេងច្រើនជាងការប៉ះពាល់នេះយើងនិយាយអំពីបណ្ដោះអាសន្នក៏ប៉ុន្តែប្រសិនបើคล้ายជាសង្គ្រាមពាណិជ្ជកម្មវិញយើងប្រមាណមើលទិដ្ឋភាពជារួមទិដ្ឋភាពជាម៉ាក្រូគឺចិននិងអាមេរិកមហាអំណាចសេដ្ឋកិច្ចទី1និងទី2លើពិភពលោកតាមមានសង្គ្រាមពាណិជ្ជកម្មផលប៉ះពាល់ផ្នែកពាណិជ្ជកម្មរបស់ប្រទេសទាំងពីរហ្នឹងនឹងជះឥទ្ធិពលទៅដល់សកម្មភាពផលិតទៅដល់សេដ្ឋកិច្ចប្រទេសទាំងពីរតែប៉ះទៅដល់សេដ្ឋកិច្ចប្រទេសទាំងពីរហើយតម្រូវការទិញដែលចិនធំជាងគេនៅលើពិភពលោកហើយដែលអាមេរិកបន្ទាប់ពីចិននោះនឹងធ្វើឲ្យវាហៅថាតម្រូវការសម្រាប់ការនាំចូលពីបណ្ដាប្រទេសផ្សេងនឹងថយសេដ្ឋកិច្ចរបស់ខ្លួនប៉ះហើយប៉ះការងារក៏អត់ហើយប្រាក់ខែអត្រាកំណើននៃប្រាក់ចំណូលក៏មិនមានការកើនឡើងតាមភាពប្រកបដោយភាពសមស្របអញ្ចឹងប៉ះសកម្មភាពសេដ្ឋកិច្ចដល់ប៉ះធម្មតាសេដ្ឋកិច្ចតែមានបញ្ហានៅអាមេរិកត្រឹមតែមួយហ្នឹងអាចលនៈទ្រព្យនៅអាមេរិកគឺរាលដាលទូទាំងពិភពលោកហើយតម្រាំតែប៉ះដល់ចិនមួយទៀតមហាអំណាចសេដ្ឋកិច្ចទី2អញ្ចឹងនឹងប៉ះទៅដល់សកម្មភាពសេដ្ឋកិច្ចនៅលើពិភពលោកគឺប៉ះដល់កម្លាំងទិញអញ្ចឹងរយៈពេលប្រជុំឬវែងបើសិនជាខ្លាយជាសង្គ្រាមពាណិជ្ជកម្មនឹងប៉ះធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចនៅជាសកលនឹងរាលដាលក៏ប៉ុន្តែបើតាមខ្ញុំចាប់បានលោកសាស្ត្រាចារ្យឡុងបូរិនយល់ឃើញហាក់ដូចជាយល់ឃើញខុសពីនេះថាគ្រាន់តែជាការប្រកួតប្រជែងមួយដើម្បីរកនៅដំណោះស្រាយទេมันអាចឈានទៅដល់ការធ្វើសង្គ្រាមទេមែនទេបាទពីព្រោះខ្ញុំជឿជាក់ថាដូចខ្ញុំបានជំរាបប្រាប់ទស្សនិកជនពីមុនអញ្ចឹងការចរចាតើតើមានការដាក់សម្ពាធបើអត់ដាក់សម្ពាធទេយើងអត់ទាន់ដឹងថាយើងនឹងសម្រេចបានគោលដៅទេដាក់សម្ពាធដើម្បីឲ្យភាគីទាំងខាងទៀតឃើញពីសមត្ថភាពយើងដាក់សម្ពាធដើម្បីទុកពេលវេលាហ្នឹងគាត់យល់ព្រមជាមួយយើងអញ្ចឹងហើយខ្ញុំជឿជាក់ថាអ្នកទាំងពីរប្រទេសចិននិងប្រទេសអាមេរិកជាពិសេសលោក Donald Trump ដែលគាត់ជាអ្នកពាណិជ្ជករស្រាប់អញ្ចឹងគាត់អត់ចង់ឲ្យខាតបង់ទាំងសងខាងទេព្រោះគាត់មិនមែនជាអ្នកនយោបាយឈាមអ្នកនយោបាយគាត់ជាអ្នករស់ស៊ីអញ្ចឹងគាត់អត់ចង់ឲ្យខាតទេហើយខ្ញុំជឿជាក់ថាក្នុងកំឡុងពេលហ្នឹងគឺអ្នកដែលឈរមើលដូចជាអាស៊ានផ្ទាល់និងសហគមន៍អឺរ៉ុបផ្ទាល់មិនបណ្ដោយឲ្យកលៈទេសៈហ្នឹងមានការយ៉ាប់យ៉ឺនជាងហ្នឹងទេពីព្រោះបើសិនជាអ្នកទាំងពីរនៅតែបន្តរ៉ាំរ៉ៃទៀតគឺនឹងជះឥទ្ធិពលអញ្ចឹងអាស៊ាននិងសហគមន៍អឺរ៉ុបនឹងចាត់វិធានការនឹងចេញជាដំណោះស្រាយល្អដើម្បីឲ្យភាគីទាំងពីរហ្នឹងអាចយល់ស្របគ្នាក្នុងកលៈទេសៈណាមួយបាទចាអរគុណនាងខ្ញុំចង់សួរសំណួរមួយដែលមានការលើកឡើងច្រើនហើយមានការចេញជាការសរសេរសៀវភៅរបស់អ្នកវិភាគអ្នកជំនាញខ្មែរយើងហើយក៏ដូចជាការយល់ឃើញមួយចំនួនថាការចាប់ដៃគូការចាប់ដៃរបស់កម្ពុជាទៅជាមួយនឹងចិនវាប្រសើរជាងការចាប់ជាមួយនឹងអាមេរិក
តើលោកឡុងបរិនយល់ឃើញយ៉ាងណាដែរនៅក្នុងយុគសម័យនេះខុសពីយុគសម័យ30-40 ឆ្នាំមុនដែលយើងចាប់យករបបមួយណាយកមកប្រើប្រាស់ដើម្បីសម្រេចជោគវាសនាប្រទេសជាតិនៅក្នុងយុគសម័យនេះគឺជាយុគសម័យដែលយើងត្រូវតែបើកចំហទទួលយកអ្វីថ្មីអញ្ចឹងយើងមិនប្រកាន់ថាប្រទេសមួយណាសំខាន់ដែលបកកជាលក្ខណៈល្អចំពោះសេដ្ឋកិច្ចយើងឧទាហរណ៍ជាក់ស្ដែងគឺចិនគឺនិយាយឲ្យគាត់ធ្វើនិយាយឲ្យគាត់វិនិយោគ30 លានជាងនៅកំពង់ស្ពឺរោងចក្រផលិតដែកអញ្ចឹងគាត់និយាយឲ្យធ្វើអញ្ចឹងយើងចង់បានអ្នកណាគេដែលរកស៊ីជាមួយយើងនិយាយឲ្យមានសកម្មភាពយើងមិនថាជាអាមេរិកជានរណាគេឲ្យតែនិយាយឲ្យធ្វើនេះគឺជាគោលនយោបាយដែលយើងបើកចំហហើយនិន្នាការនៅក្នុងយុគសម័យ2018ទៅ2020ឬក៏ទៅខាងមុខទៀតយើងចង់បានកត្តារួមទី1គឺបង្កើតការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកឲ្យបានដើរលឿនចំពោះប្រទេសកម្ពុជាពីព្រោះក្នុងកំឡុងពេលដែលសេដ្ឋកិច្ចកំពុងតែប្រកួតប្រជែងគ្នាយើងគួរតែឆក់យកឱកាសទាំងអស់ហ្នឹងដែលចិនវិនិយោគហ្នឹងមកបង្កើតជាហេដ្ឋារចនាសម្ព័ន្ធមកបង្កើតជាផ្នែកអចលនទ្រព្យមួយដែលល្អដោយសពថ្ងៃយើងមានអចលនទ្រព្យច្រើនដែលក្នុងនោះគឺការវិនិយោគភាគច្រើនគឺប្រទេសចិនប៉ុន្តែយើងសំខាន់គឺអ្នកដែលចំណេញខ្លាំងគឺប្រទេសកម្ពុជាអ្នករស់នៅក្នុងប្រទេសកម្ពុជានេះគឺជាអ្វីដែលយើងកំពុងតែកែប្រែផ្នត់គំនិតពីការគិតរបស់យើងទៅការគិតក្នុងឆ្នាំ1970ដែលយើងជ្រើសរើសរបបមួយណានៅក្នុងទស្សនវិជ្ជានេះយើងជ្រើសរើសនរណាគេដែលអាចចាប់ដៃគូរស់ស៊ីនិងបង្កភាពចំណេញដល់សេដ្ឋកិច្ចយើងផងដែរបាទហើយមើលឃើញថាចិនគឺជាប្រទេសមួយដែលនិយាយឲ្យធ្វើច្រើនជាងសហរដ្ឋអាមេរិកបាទជាក់ស្ដែងយើងឃើញលទ្ធផលភាគច្រើនការវិនិយោគនៅប្រទេសកម្ពុជាភាគច្រើនគឺជាការវិនិយោគរបស់ប្រទេសចិនតាមរយៈមកពីប្រទេសចិនឬក៏ក្នុងរូបភាពផ្សេងប៉ុន្តែយើងជាក់ស្ដែងយើងឃើញលទ្ធផលអញ្ចឹងមែនបាទចាចុះលោកអញ្ចឹងខ្លះមានអ្វីបន្ថែមត្រង់ចំណុចនេះទេចំពោះពាក់ព័ន្ធនឹងទំនាក់ទំនងផលប្រយោជន៍រវាងបណ្ដាប្រទេសផ្សេងទៀតគឺមានផលប្រយោជន៍ដល់កម្ពុជាក្រោមរូបភាពពីរផ្សេងគ្នាកម្ពុជាបើយើងនិយាយទៅយើងផលិតផលសម្រាប់នាំចេញទៅប្រទេសអ្នកមានជាទូទៅហើយដោយវិជាបរដ្ឋខ្មែរថាអូយើងនាំចូលពីបណ្ដាប្រទេសជិតខាងអីច្រើនយើងនាំចូលទៅលើប្រភេទផលិតផលដែលយើងមានតម្រូវការប្រើប្រាស់គេហៅថាផលិតផលក្នុងកម្រិតតម្លៃមធ្យមប៉ុន្តែផលិតផលដែលគេហៅថាស្តង់ដារសម្រាប់ប្រទេសអ្នកមាននោះគឺយើងផលិតអត់បានទៅគោលដៅទីផ្សាររបស់យើងអត់បានផ្ដោតសំខាន់ទៅលើប្រទេសជិតខាងទេបើសិនជាយើងបដោតទៅលើប្រទេសជិតខាងគេមានបទពិសោធន៍មុនយើងឆ្លងកាត់សង្គ្រាមសួរថាភាពប្រកួតប្រជែងរបស់យើងអាចទៅរួចទេដូច្នេះយើងបដោតទៅលើផលិតផលដែលផលិតសម្រាប់ប្រទេសអ្នកមានឧទាហរណ៍វិស័យវានភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ស្បែកជើងកាបូបអីផ្សេងហ្នឹងគឺទៅសហគមន៍អឺរ៉ុបទីផ្សារធំទី1របស់ខ្មែរហើយទី2គឺសហរដ្ឋអាមេរិកអញ្ចឹងបើយើងមើលជារូបភាពចិនវិនិយោគច្រើនជាងគេនៅកម្ពុជាបើយើងធៀបនៅអាមេរិកនិងអឺរ៉ុបក៏ប៉ុន្តែសម្រាប់ទីផ្សារកម្ពុជាគឺអឺរ៉ុបទី1អាមេរិកទី2អញ្ចឹងឃើញរូបភាពពីរផ្សេងគ្នាអញ្ចឹងចំពោះបរិបទនៃសម័យសកលភាវូបនីយកម្មគឺប្រទេសទាំងអស់សុទ្ធតែជាប្រយោជន៍របស់កម្ពុជាហើយបើយើងពឹងទៅលើការវិនិយោគរបស់ចិនបើអត់មានទីផ្សារអឺរ៉ុបប្រហែលជាយើងមិនអាចតាក់ទាញការវិនិយោគបានច្រើនដល់ម្លឹងទេក៏ប៉ុន្តែអឺរ៉ុបឲ្យទីផ្សារយើងហើយបើសិនជាចិនអត់មកវិនិយោគយើងក៏អាចរីកចម្រើនជឿនលឿនដូចគ្នាដែរអញ្ចឹងហើយបានយើងឃើញជាឱកាសរបស់ក្រុមហ៊ុនចិនប្រទេសចិនបានផ្ដល់កម្ចីដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានឹងច្រើនជាងគេឥឡូវនេះខ្ទង់រង្វង់ $4000 លានស្ទើរតែពាក់កណ្ដាលនៃកម្ចីបរទេសដែលកម្ពុជាខ្ចីច្រើនជាងគេពីចិនក្រុមហ៊ុនពីចិនមកវិនិយោគក៏ច្រើនជាងគេក៏ប៉ុន្តែដោយសារតែចិនឃើញឱកាសដែលកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms ពីសហគមន៍អឺរ៉ុបនិងការលទ្ធភាពនៃការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកនិងប្រទេសអភិវឌ្ឍផ្សេងទៀតដូចជាប្រទេសជប៉ុនប្រទេសមួយចំនួនទៀតនៅក្នុងតំបន់នោះគឺចិនមើលឃើញជាឱកាសអញ្ចឹងចិនបដាក់ទុនអញ្ចឹងទាំងពីរហ្នឹងសិតតែមានប្រយោជន៍សម្រាប់កម្ពុជាដូចគ្នាបាទចាមានការលើកឡើងថាធម្មតាទេការវិនិយោគសម្រាប់វិនិយោគនៅក្នុងប្រទេសណាមួយគេមើលឃើញផលប្រយោជន៍អីពីប្រទេសហ្នឹងហើយក៏មានការព្រួយបារម្ភដែរនឹងនឹងពេលដែលមានការលើកឡើងថាល្អដែលចិនមកវិនិយោគក្នុងប្រទេសកម្ពុជាចង់ដឹងថាសម្រាប់លោកសាស្ត្រាចារ្យកម្ពុជារបស់យើងគួរត្រៀមខ្លួនយ៉ាងដូចម្តេចឬក៏ផ្ដោតទៅលើអ្វីជាមួយនឹងការវិនិយោគរបស់ចិនដែលធ្វើឲ្យចំណេញខ្លាំងសម្រាប់ផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើង
បាទខ្ញុំជឿជាក់ថាចំណុចទី1ដែលយើងត្រូវពិចារណាគឺយើងត្រូវកសាងខ្លួនឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងមានភាពឯករាជ្យអញ្ចឹងប្រទេសកម្ពុជាបើសិនជាប្រៀបធៀបក្រុមហ៊ុនដូចជាក្រុមហ៊ុនរបៀបខ្នាត SME ដែលកំពុងវិវត្តទៅជាខ្នាតកណ្ដាលហើយនិងខ្នាតធំនៅក្នុងកំឡុងពេលហ្នឹងយើងត្រូវបើកឱកាសឲ្យមានការវិនិយោគមកពីក្រៅប្រទេសយើងមានដៃគូល្អដូចជាប្រទេសចិនកញ្ញាសុភីបានសួរលោកមុនថាការជ្រើសរើសសហរដ្ឋអាមេរិកហើយនិងចិនយើងមើលតួលេខគាត់ថាអាមេរិកជាពាក់លុយចិនវាខ្ទង់$344,000 លានអញ្ចឹងឲ្យយើងនៅប្រពឹងលុយមកពីអាមេរិកយើងទៅដល់ជាមួយយើងត្រូវការអ្នកដែលមានលុយមកធ្វើការវិនិយោគសេដ្ឋកិច្ចយើងទី2គឺកសាងភាពឯករាជ្យយើងត្រូវប្រកាន់ជាគោលជំហរសេដ្ឋកិច្ចរបស់យើងអ្នកដែល consumer ភាគច្រើនគឺអ្នកនៅក្នុងស្រុកនិងអ្នកនាំចេញទៅក្រៅស្រុកយើងទទួលស្គាល់ថាចិនមានការវិនិយោគច្រើននៅក្នុងប្រទេសកម្ពុជាមែនប៉ុន្តែចិនគឺជាអ្នករកស៊ីតាំងពី DNA ហ្សែនរបស់គាត់ឈាមមកគាត់ជាអ្នករកស៊ីអញ្ចឹងពេលដែលគាត់មករកស៊ីនៅស្រុកខ្មែរកម្មករភាគច្រើនគាត់អាចនាំមកពីស្រុកចិនផលិតផលវត្ថុធាតុដើមក៏មាននៅស្រុកចិនប៉ុន្តែអ្វីដែលយើងគិតបើសិនជាយើងអត់គិតបើសិនជាយើងនៅតែគិតអញ្ចឹងយើងប្រហែលជាអត់ចំណេញទេព្រោះគាត់មកស៊ីស្រុកខ្មែរគាត់បានបង្កើតជាហេដ្ឋារចនាសម្ព័ន្ធទីផ្សារយើងល្អបង់ពន្ធឲ្យយើងល្អអញ្ចឹងផលប្រយោជន៍ដែលយើងមានស្រាប់ហ្នឹងយើងត្រូវកែច្នៃអាហ្នឹងឲ្យទៅជាផលប្រយោជន៍ជាលក្ខណៈថា long term រយៈពេលវែងអញ្ចឹងយើងអត់សង្ឃឹមថាគាត់មករយៈពេល30លាន40លានហ្នឹងហើយគាត់ទៅវិញមិនសំខាន់ម្ល៉េះពេលហ្នឹងយើងត្រូវការគាត់ហើយយើងត្រូវបង្កើតជាយុទ្ធសាស្ត្រមួយដែលអាចរស់បានលក្ខណៈ long term ដោយមិនពឹងផ្អែកលើចិនអញ្ចឹងទីផ្សាររបស់យើងគឺត្រូវតែ consumer ភាគច្រើនគឺអ្នកប្រទេសកម្ពុជា consumer ភាគច្រើនគឺអ្នកមកពីក្រៅស្រុកអញ្ចឹងដូចជាផ្នែកទេសចរយើងនៅសប្តាហ៍ថ្ងៃយើងដូចជានៅសៀមរាបអញ្ចឹងយើងអ្នកមកពីស្រុកក្រៅប៉ុន្តែនៅក្នុងពេលខាងមុខទៀតគួរតែមានអ្នកនៅក្នុងស្រុកដែលបានចូលរួមចំនួនច្រើនជាបង្កើតម៉បង្កើតអីអញ្ចឹងឧទាហរណ៍ដូចជាប្រទេសថៃគាត់មានអ្នកភ្ញៀវទេសចរមកពីក្រៅស្រុកនៅប្រទេសវៀតណាមអ្នកភ្ញៀវទេសចរមកពីក្នុងស្រុកអញ្ចឹងយើងចង់ combine ទាំងពីរហ្នឹងនៅក្នុងស្រុកនិងអ្នកក្រៅស្រុកបង្កើតជាហេដ្ឋារចនាសម្ព័ន្ធល្អដើម្បីស្វាគមន៍នៅភ្ញៀវទេសចរទាំងអស់ហ្នឹងនឹងការវិនិយោគផងដែរចាមើលទៅលោកឡុងបូរិនមើលឃើញនៅចំណុចវិជ្ជមានជាច្រើនហើយក៏បានដល់ជាអនុសាសន៍ទៅដល់កម្ពុជាដែរចង់និយាយថាតើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីទាញផលចំណេញអំពីការវិនិយោគរបស់ចិននេះលោកយ៉ាងខ្លះយល់ឃើញយ៉ាងណាដែរចំពោះចំណុចនេះមានអ្វីបន្ថែមទេចា៎ជារួមគឺលទ្ធផលជាវិជ្ជមានច្រើនជាងយើងនិយាយដោយការលើកឡើងតាមបណ្ដាញសង្គមឬការលើកឡើងខ្លះពីបងប្អូនជាបរិបទអំពីបញ្ហាដែលកើតមានបន្តិចបន្តួចពាក់ព័ន្ធនឹងជនជាតិចិននៅប្រទេសកម្ពុជាយើងសួរថាតើចំណុចនេះយើងអាចគ្រប់គ្រងបានអត់តាមសមត្ថភាពរបស់យើងរបស់កម្ពុជាគឺអាចគ្រប់គ្រងបានរឿងប៉ុណ្ណឹងសំខាន់គឺយើងតេទៀងការវិនិយោគហើយមួយទៀតគឺកម្ពុជាត្រូវការពិពិធកម្ម diversification យើងត្រូវការធ្វើឲ្យមានភាពចម្រុះអញ្ចឹងបើកាលណាយើងមិនមែនរំពឹងអ្នកវិនិយោគថាពីមកខាងប្រទេសលោកខាងលិចជប៉ុនឬក៏កូរ៉េខាងត្បូងឬក៏ប្រទេសណាផ្សេងទៀតយើងឲ្យមានភាពចម្រុះនៃអ្នកវិនិយោគធ្វើឲ្យមានការប្រកួតប្រជែងនោះកម្ពុជានឹងទទួលបានផលចំណេញច្រើនឧទាហរណ៍កាលពីមុនវត្តមានចិនមកដល់20ឆ្នាំមុនយើងឃើញកម្ពុជារបស់យើងនៅពេលដែលជួបបញ្ហាការដាក់សម្ពាធរឿងកម្ចីបរទេសផ្សេងកម្ពុជារបស់យើងមានន័យថាជួបឧបសគ្គនឹងច្រើនក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺនៅពេលដែលវត្តមានបន្ទាប់ពីវត្តមានចិនចូលមកកម្ពុជាការវិនិយោគផ្ដល់ឱកាសផ្ដល់កម្ចីសម្បទានសម្រាប់ការអភិវឌ្ឍនៅកម្ពុជានានាហ្នឹងឃើញថាកម្ពុជារបស់យើងមានវិធីក្នុងការដោះស្រាយរាល់ឧបសគ្គផ្សេងហ្នឹងបានប្រសើរជាងមុនអញ្ចឹងពេលចិនមកជាចន្ទុលមួយដែលអត់អាចថាទេផ្សេងចង់បានប្រយោជន៍មួយកម្ពុជាមិនអាចធ្វើអីឲ្យកម្ពុជាខាតទេដូច្នេះនៅពេលដែលយើងធ្វើពិពិធកម្មប្រទេសផ្សេងច្រើនមកកម្ពុជាក្នុងពេលដំណើរគ្នាដោយយើងមិនផ្អែកប្រទេសណាមួយនោះនឹងជួយជាធ្វើឲ្យមានគេហៅតលយៈភាពធ្វើឲ្យកម្ពុជាកាន់តែមានគេហៅឯករាជ្យភាពឯករាជ្យហ្នឹងកាន់តែខ្លាំងជាងមុនហើយមានទស្សនៈនៃការវិភាគអំពីភូមិសាស្ត្រនយោបាយខ្លះលើកឡើងថាកម្ពុជានឹងងាកទៅចិនទាំងស្រុងសម្រាប់ទស្សនៈរបស់ខ្ញុំងាកទៅចិនភាគច្រើនសម្រាប់ទស្សនៈរបស់ខ្ញុំមិនគិតថាដូចនេះទេគ្រាន់តែថាយើងមើលទៅហាក់បីដូចជាទៅជាមួយចិនសកម្មភាពឥឡូវដូចជាមួយចិនច្រើនបើកាលមុនអត់សូវមានសកម្មភាពមួយគ្នាដល់ចាប់ផ្ដើមមកយើងឃើញដូចច្រើនហើយយើងចេះតែមានអារម្មណ៍ថាជាមួយចិនច្រើនតាមពិតជាមួយសហរដ្ឋអាមេរិកជាមួយជប៉ុនជាមួយកូរ៉េយើងនៅតែបន្តហើយខ្ញុំជឿថាអ្នកបង្កើតគោលនយោបាយនៅកម្ពុជាគាត់យល់ពីចំណុចហ្នឹងគាត់ពូកែការស្រាវជ្រាវរបស់គាត់ឃើញលទ្ធផលហើយផ្អៀងទៅប្រទេសណាមួយនោះកម្ពុជានឹងបាត់បង់ភាព
ភាពជាម្ចាស់ភាពម្ចាស់ការភាពឯករាជ្យរបស់ខ្លួនមានតែយើងនៅចំណុចមួយដែលអាចទាញប្រយោជន៍និងផ្ដល់ប្រយោជន៍ឲ្យប្រទេសទាំងអស់នឹងបានទេដែលយើងអាចរក្សាបាននៅភាពឯករាជ្យរបស់កម្ពុជាទាំងក្នុងទិដ្ឋភាពនយោបាយទាំងទិដ្ឋភាពនៃការធ្វើជំនួញទាំងទិដ្ឋភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចបាទចានៅក្នុងកែវភ្នែករបស់ប្រទេសចិនកម្ពុជាមានសារៈសំខាន់កម្រិតណាបើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកទីមួយគឺចិនត្រូវការយកលុយចេញពីក្រៅប្រទេសព្រោះប្រជាជនចិនអ្នករស់ស៊ីនៅស្រុកចិនបើសិនជាទុកលុយនៅស្រុកចិននឹងមានការកាត់ពន្ធអញ្ចឹងគាត់ត្រូវយកលុយចេញពីក្រៅប្រទេសហើយដោយសារខ្ញុំធ្វើខាងផ្នែកហិរញ្ញវត្ថុដែរខ្ញុំដឹងអញ្ចឹងយកត្រូវលុយត្រូវវិនិយោគនៅក្រៅប្រទេសហើយទី2គឺចិនចូលចិត្តធ្វើការវិនិយោគនៅក្រៅប្រទេសដើម្បីចំណេញពីព្រោះទីផ្សារស្រុកចិនចង្អៀតខ្លាំងចង្អៀតដោយសារតែគាត់ទោះបីក្នុងមួយឆ្នាំគាត់ពង្រីកទីក្រុង60ទីក្រុងក្នុងមួយឆ្នាំប៉ុន្តែមានការចង្អៀតផ្នែកពាណិជ្ជកម្មដោយសារគាត់ផ្ដុំគ្នានៅកន្លែងទីក្រុងដែលប្រជុំជនអញ្ចឹងគាត់ត្រូវធ្វើការវិនិយោគនៅក្រៅប្រទេសហើយខ្ញុំសម្លឹងឃើញប្រទេសកម្ពុជាគឺជាដូចជាកូនកំមុំមួយអញ្ចឹងសម្រាប់ប្រទេសចិនដោយសារប្រទេសកម្ពុជាគឺស្ថិតនៅក្នុងតំបន់អាស៊ានអញ្ចឹងចិនត្រូវចាប់ក្នុងប្រទេសតំបន់អាស៊ានឲ្យបានច្រើនពីព្រោះនៅក្នុងសហគមន៍នៅក្នុងពិភពលោកបច្ចុប្បន្នគឺអាស៊ាននឹងក្លាយទៅជាសហគមន៍លេខ1វ៉ាសហគមន៍អឺរ៉ុបពីមុនអឺរ៉ុបគឺជាលេខ1ព្រោះឥឡូវកំពុងតែអាស៊ានគឺជាកូនកំមុំមួយដែលគេចូលចែកចៅសហរដ្ឋអាមេរិកក៏ចូលចែកចៅចិនក៏ចូលចែកចៅអញ្ចឹងបើសិនជាប្រទេសចិនមិនព្យាយាមចាប់ប្រទេសកម្ពុជានិងចាប់ប្រទេសផ្សេងៗនៅក្នុងអាស៊ានគឺចិននឹងបាត់បង់អំណាចនឹងបាត់បង់អ្នកគ្រប់គ្រងអញ្ចឹងចង់គាត់ត្រូវតែវិនិយោគហើយយើងបើកគោលនយោបាយចំហទៅលើស្រុកចិនច្រើនហើយអ្វីដែលឱកាសល្អសម្រាប់ប្រទេសកម្ពុជាខ្ញុំសម្លឹងឃើញមួយដែលល្អខ្លាំងមែនទែនគឺផ្នែកអចលនទ្រព្យនិងសំណង់អញ្ចឹងបើសិនជាប្រទេសកម្ពុជាចង់រីកចម្រើនខ្លាំងប្រទេសកម្ពុជាត្រូវបំលែងខ្លួនទៅជាប្រទេសឧស្សាហកម្មយើងមើលស្រុកចិនកាលពីមុនក្រប៉ុន្តែពេលដែលគាត់បំលែងខ្លួនមកគឺតាមរយៈកសិកម្មរបស់គាត់ពីមុន 80% នៅក្នុងប្រទេសឥឡូវនៅក្នុងតិចជាង 10% 40% ទៅ 50% សិតតែឧស្សាហកម្ម 30% ជាងផ្នែកសេវាកម្មអញ្ចឹងចំណូលទាំងអស់ក្នុង GDP នេះយើងឃើញគាត់ថាសេវាកម្មហើយឧស្សាហកម្មវា 80 ទៅ 90% កសិកម្មតិចតួចប្រទេសកម្ពុជាចង់ក្លាយជាប្រទេសរីកចម្រើនប្រទេសអភិវឌ្ឍត្រូវតែបំលែងខ្លួនទៅជាប្រទេសឧស្សាហកម្មតាមរយៈអចលនទ្រព្យនិងសំណង់ហើយដៃគូយើងពេលបច្ចុប្បន្នដែលរងចាំជួយើងគឺប្រទេសចិនបាទចាអរគុណយើងចូលមកដល់ចុងបញ្ចប់នៃកម្មវិធីរបស់យើងហើយយើងមានសំណួរនេះមិនមែនជាសំណួរទេប៉ុន្តែជាអ្វីដែលថាជាសារឬក៏អនុសាសន៍របស់វិក្កាមិនយើងតកតងទៅនឹងថាការចាប់ដៃគូសេដ្ឋកិច្ចរវាងកម្ពុជាចិននិងអាមេរិកចាសូមលោកយ៉ាងខ្លះបាទបើយើងនិយាយអំពីវិនិយោគយើងដឹងហើយចិនហើយការផ្ដល់កម្ចីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យមូលដ្ឋានគ្រឹះសេដ្ឋកិច្ចក៏ចិនអញ្ចឹងនៅពេលដែលចិនហើយនឹងកម្ពុជាផ្ដល់ប្រយោជន៍ឲ្យគ្នាអញ្ចឹងទៅវិញទៅមករឿងអីកម្ពុជាមិនត្រូវឡោកលឿនជាមួយចិនសូមកុំភ្លេចថាចាប់ពីឆ្នាំ2010មកចិននិងកម្ពុជាដៃគូឈានដល់ដៃគូយុទ្ធសាស្ត្រនឹងជាប្រវត្តិសាស្ត្រចាប់ពីឆ្នាំ2011ប្រទេសទាំងពីរបានប្រកាសហើយដៃគូតំណែងដៃគូរវាងកម្ពុជានិងចិនคล้ายជាដៃគូយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងចិនហើយសួរថាហេតុអីបានចិនសម្លឹងមើលឃើញកម្ពុជាសំខាន់ទីតាំងភូមិសាស្ត្រនៅក្នុងតំបន់អាស៊ានកម្ពុជាបើយើងនិយាយអំពីការធ្វើដំណើរតាមយន្តហោះទៅបណ្ដាប្រទេសក្នុងអាស៊ានជាមធ្យមខ្ទង់1ម៉ោងកន្លះដល់បើដូចជាមជ្ឈមណ្ឌលមួយអញ្ចឹងបើចិនវិនិយោគនៅកម្ពុជាមានលទ្ធភាពក្នុងការពង្រីកទីផ្សារក៏ងាយស្រួលនៅក្នុងតំបន់មួយទៀតឃើញទំនោរនៃតំណែងតំណងរវាងកម្ពុជានិងបណ្ដាប្រទេសផ្សេងកម្ពុជាហាក់មិនបង្ហាញពីទំនោរថាត្រូវនៅក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិកឬក៏ត្រូវនៅក្រោមឥទ្ធិពលប្រទេសណាមួយកម្ពុជាចង់បានឯករាជ្យមួយដែលចិនមើលឃើញចំណុចទាំងអស់នេះហាក់បង្ហាញឲ្យចិនចាប់អារម្មណ៍ថាទំនាក់ទំនងគ្នាល្អកម្ពុជាគិតតែពីការអភិវឌ្ឍទេពីព្រោះថាកម្ពុជាចង់ក្លាយជាមហាអំណាចយោធាឬសេដ្ឋកិច្ចមិនប្រទេសកម្ពុជាមកល្មមធំតូចល្មមសម្រាប់ខ្លួននឹងកម្ពុជាចង់បានថាធ្វើម៉េចអភិវឌ្ឍឲ្យប្រទេសរបស់ខ្លួននឹងរីកចម្រើនប្រជាជនមានជីវភាពទូធាតែប៉ុណ្្នឹងទេមិនចង់ទៅប្រជែងមហាអំណាចយោធាអីជាមួយប្រទេសណាកម្ពុជាចង់បានតែធ្វើម៉េចឲ្យរីកចម្រើនដល់រីកចម្រើនចិនត្រូវការពង្រីកទីផ្សារចិនកំពុងតែជាប្រទេសកំពុងអភិវឌ្ឍដ៏មានសក្តានុពលផងអញ្ចឹងជាច្រកចូលនៅក្នុងអាស៊ានទីតាំងភូមិសាស្ត្រគេហៅ strategic location ហ្នឹងកម្ពុជាគឺស័ក្តិសមនឹងចិនមើលឃើញថាជាឱកាសល្អសម្រាប់ចិនក្នុងទីផ្សារអរគុណលោកចន្ទថ្លាលោកលងបរិននេះជានីតិចុងក្រោយដែលលោកបរិនមានអនុសាសន៍អ្វីជាពិសេសលោកលងបរិនជាសាស្ត្រាចារ្យហើយជាអ្នកជំនាញសេដ្ឋកិច្ច
យល់ឃើញថាតើយើងត្រូវបត់បែនរៀបចំខ្លួនយ៉ាងដូចម្តេចទៀតចាដើម្បីផលចំណេញសេដ្ឋកិច្ចយើង ដើម្បីចំណេញទី1នេះខ្ញុំបានបញ្ជាក់ប្រាប់ទស្សនិកជននឹងទី1គឺមានការវិនិយោគច្រើននៅប្រទេសកម្ពុជាអញ្ចឹងតើយើងត្រូវមានយុទ្ធសាស្ត្រវិញដើម្បីគ្រប់គ្រងការវិនិយោគទី1គឺផ្នែកអចលនទ្រព្យផ្នែកសំណង់យើងរៀបចំទៅតាមទិសដៅនៅគោលដៅរបស់ប្រទេសកម្ពុជាទី2យើងត្រូវរៀបចំធនធានមនុស្សដើម្បីទប់ទល់នឹងគ្រប់គ្រងការរីកចម្រើនទាំងអស់ហ្នឹងពីព្រោះយើងមើលបទពិសោធន៍សង្ហបុរីមានការវិនិយោគពីប្រទេសចិននិងប្រទេសនិងមនុស្សពីឥណ្ឌាទៅច្រើនអញ្ចឹងតើប្រទេសកម្ពុជាយើងត្រូវគ្រប់គ្រងតែបង្កើតធនធានមនុស្សដើម្បីគ្រប់គ្រងការវិនិយោគទាំងអស់ហ្នឹងឲ្យទៅជាការវិនិយោគរបស់ប្រទេសកម្ពុជាវិញបើមិនអញ្ចឹងវាទៅជាការវិនិយោគចិនយើងមានដូចជាមានរូបភាពដូចជាខេត្តបរសេអនុដែលមានការពិចារណាថាដូចជាតំបន់ចិនប៉ុន្តែយើងត្រូវបែងចែកនិងគ្រប់គ្រងស្ថានភាពនឹងឲ្យទៅជាបែបបទរបស់ប្រទេសកម្ពុជាវិញអញ្ចឹងឥឡូវទុកវាហូរមកខ្លាំងអញ្ចឹងយើងត្រូវតែជាអ្នកទប់ទល់បើសិនជាឲ្យប្រទេសចិនជាអ្នកសម្រាប់ចិត្តគាត់ជាអ្នករកស៊ីអញ្ចឹងគាត់ប្រកាសជាចង់ចំណេញឯងអញ្ចឹងអានេះគឺជាឱកាសមួយសម្រាប់យើងហើយក៏ជាទស្សនវិជ្ជាមួយយើងត្រូវពិចារណាឲ្យបានច្បាស់លាស់ដើម្បីគ្រប់គ្រងនិងបានជាចំណេញទៅដល់ប្រទេសកម្ពុជាផងដែរបាទចាអរគុណច្រើនយើងឃើញថានេះគឺជាកិច្ចពិភាក្សាមួយដែលផ្ដល់នៅចម្លើយហើយនឹងក៏ដូចជាគំនិតជាច្រើនទៅដល់ទស្សនិកជនក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នឯកជននានាផងដែរចាអរគុណវាគ្មិនដែលចំណាយពេលនៅក្នុងកិច្ចពិភាក្សានេះដែលនាងខ្ញុំសូមរំលឹកឡើងវិញគឺកិច្ចពិភាក្សាទាក់ទងអំពីចំនួនពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកហើយកម្ពុជាតើទទួលផលប៉ះពាល់ឬក៏ផលប្រយោជន៍អ្វីខ្លះចាឥឡូវនេះយើងមកដល់ទីបញ្ចប់ហើយសូមអរគុណវាគ្មិនដែលបានចូលរួមនៅក្នុងកម្មវិធីនេះចាយើងទាំងអស់គ្នាសូមជម្រាបលាទស្សនិកជន